មិននឹកស្មានថាដែលខុនលុននិងជូសានផ្គុំគ្នាមានឥទ្ធិពលខ្លាំងក្លាយ៉ាងនេះសោះកម្លាំងធាតុរបស់លោកគ្រូរាប់សិបឆ្នាំក៏ទប់ទល់មិនឈ្នះដែរមើលទៅរយៈពេលខ្លីលោកគ្រូពិបាកនឹងជាសះស្បើយវិញណាស់អត់មានលោកគ្រូគ្រប់គ្រងមើលទៅខ្ញុំពិបាកនឹងត្រទ្រង់ខ្លាំងណាស់យ៉ាងហ្វានការពិតតាំងពីដើមមកអាចធ្វើបានល្អណាស់ឬអ្វីក៏ដោយឲ្យតែមានការជឿជាក់និងមានសេចក្តីក្លាហានរឿងអ្វីក៏អាចដោះស្រាយបានតាមនឹងដែរទឹកដីនេះគង់តែជារបស់ឯងទេពាក្យទូមានរបស់លោកគ្រូខ្ញុំនឹងចាំទុកយើងសួរឯងពីសំណួរមួយឯងត្រូវឆ្លើយប្រាប់យើងតាមត្រង់លោកគ្រូនិយាយមកចុះចំពោះឯងមានការជឿជាក់ប្រមាណកុំគិតទាំងលោកគ្រូអីណាយ៉ាងច្រើន7ភាគអញ្ចឹងវីវហើយបើសម្រាប់សៀទិញសាននិងហ្វាន់លីហូមិនបានផែនការតមកទៀតពិបាកអនុវត្តហើយលោកគ្រូទុកចិត្តចុះខ្ញុំមានការជឿជាក់យ៉ាងហ្វានឯងត្រូវចាំសង្គ្រាមនេះត្រូវតែឈ្នះមិនអាចចាញ់ទេឯងត្រូវចាំលោកគ្រូធ្វើស្អីហ្នឹងលោកគ្រូមិនអាចបញ្ចូលកម្លាំងធាតុរបស់ខ្ញុំទេយ៉ាងហ្វានឯងព្យាយាមស្រុកយកកម្លាំងធាតុរបស់គ្រូអស់ទៅមិនបានទេបានអញ្ចឹងលោកគ្រូប្រកាសជាស្លាប់ហើយលោកគ្រូឲ្យតែឯងបានជោគជ័យគ្រូស្លាប់គ្មានអ្វីសោកស្ដាយទេមិនបានទេលោកគ្រូមិនបានទេប្រកាសជាស្លាប់លោកគ្រូកុំអីលោកគ្រូកុំអីលោកគ្រូកុំអីលោកគ្រូ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 យ៉ាហ្វានឯងឆាប់ចេញភ្លាមយ៉ាហ្វានបកលបងប្អូនរបស់យើងចេញមកអញចេញមកយើងមកតាំងពីយូរមកហើយគ្រាន់តែពួកឯងអត់ឃើញយើងតែប៉ុណ្ណឹងលេងយើងទៅយ៉ាងហ្វានមិននឹកស្មានថាកាលពីមុនអញចិត្តល្អណាស់ឥឡូវខ្លាចទៅជាអាក្រក់យ៉ាងនេះសោះលីហូនាងនៅហ៊ានមកសួរយើងទៀតយើងមានថ្ងៃនេះគឺដោយសារតែនាងយ៉ាងហ្វានអញមិនចេះខ្មាស់គេសោះខ្លួនអញពឹសពលយ៉ាងនេះបែរជាទម្លាក់កំហុសលើអ្នកអត់ទេអញនៅជាប្រោតដែរទេស្រីចង្រៃនាងមិនចង់រស់ទេមែនអត់ទេនៅស្គៀមបើចាយើងសម្លាប់នាងចោលកាលពីមុនបងស្មោះត្រង់ក្លាហានការពារយុទ្ធធម៌មិនក៏ស្រាប់តែខ្លាចទៅជាអញ្ចឹងសូម្បីតែប្រវត្តិរបស់គេក៏អត់ដឹងផងដឹងថាស្អីហៅថារនុកក្នុងនោះទេបើជាស្រីចំមុកអត់ដឹងអីមែននៅស្គៀមបើកាលពីមុនយើងមិនបានសម្លាប់សៀចិនគួយដោយផ្ទាល់ដៃថ្ងៃនេះយើងទម្លាក់គំនុំទាំងនេះមកលើខ្លួនពួកឯងស៊ូហ្វុងឯងគ្មានសមត្ថភាពប្រយុទ្ធឈ្នះពួកយើងទេមានតែប្រាថ្មីដៃថោកទាបបាននេះតែឯងដឹងថាជាកូនប្រុសអាំទួម5ហັດជាស្អីទេបើឯងក្រំបាននោះសម្ដៅមកលើយើងទៅទៅក៏ទៅសៀទិញសានមិនបាច់ធ្វើពុតជាក្លាហានទេឯងស្មានតែថ្ងៃនេះឯងនៅមានជីវិតចាចេញពីកន្លែងនេះទៀតទេល្អយ៉ាងហ្វាននិយាយដល់ថ្នាក់នេះពួកយើងមិនបាច់និយាយច្រើនទៀតទេថ្ងៃនេះឯងមកចាត់ការពួកយើងអញចង់ចាត់ការពេលណាក៏បានដែរប៉ុន្តែបើឯងគឺជាប្រុស
អញនៅពួកគេទៅពីអ្នកទៅ លីហួរនាងកំតក់កំហល់បើនាងគ្រាន់បើនាំពួកគេទៅតាមទៅជួបទេវតាសម្រាប់ទេវតាជួបអរិយសម្រាប់អរិយលីហួរបាញ់ចឹងតទៅទៀតមិនមែនជាមជួបបានទេបាញ់ចឹងយើងត្រូវធ្វើម៉េចធ្វើយ៉ាងម៉េចប្រាក្បួនជួសៀននេះគឺយ៉ាងហ្វានប្រាយុទ្ធសិលបញ្ជាឥឡូវចេះចុះអូនប្រាដារបស់អូនបងប្រាដាខុនលុនពួកយើងប្រគំចូលគ្នាបវាយក្បួនវាយប្រហារយ៉ាងហ្វានលោកសាឡមកមកទៅមិនបានជាអញ្ចឹងដេញតាមលីហួរពួកឯងកូនសម្រាប់ខ្ញុំសុំបងលើកលែងខ្ញុំទៅលើកលែងខ្ញុំទៅខ្ញុំសុំបងពួកឯងខ្ញុំសុំបងពួកឯងលើកលែងខ្ញុំទៅលើកលែងខ្ញុំទៅលើកលែងខ្ញុំទៅលើកលែងឯងមិនដែរទេចុះពេលដែលឯងសម្លាប់ឪពុករបស់យើងគ្រូរបស់យើងហើយនៅនិយាយលីសាននោះឯងលើកលែងឯងដែរទេមនុស្សដូចជាឯងស្លាប់ទៅគ្មានអ្វីគួរឲ្យស្ដាយនោះទេយើងយ៉ាងហ្វានអញសម្លាប់មនុស្សច្រើនយ៉ាងនេះធ្វើខុសច្រើនយ៉ាងនេះឯងលើទៅកាយខ្លួនឯងមិនយល់ថាយឺតពេលទេខ្ញុំដឹងថាខ្ញុំមានបាបកម្មធ្ងន់ធ្ងរណាស់តាមពិតខ្ញុំក៏មិនចង់ធ្វើអញ្ចឹងដែរមូលហេតុនៃទង្វើអាក្រក់នេះគឺដោយសារតែខ្ញុំស្រឡាញ់លីហួរព្រៀបជាមួយនឹងសៀទីងសានខ្ញុំមើលងាយខ្លួនឯងពេកបើសិនជាអត់មានពួកនាងខ្ញុំមិនអាចខ្លាចទៅជាបែបនេះទេខ្ញុំគួរតែទទួលទណ្ឌកម្មពួកឯងចាប់ខ្ញុំទៅឲ្យព្រះអង្គម្ចាស់កាត់ទោសទៅខ្ញុំសូមบอกពួកឯងមិនអាចសម្លាប់ខ្ញុំទេបើពួកឯងសម្លាប់ខ្ញុំអញ្ចឹងពួកឯងក៏មានអីខុសគ្នាជាមួយនឹងខ្ញុំទៅមែនទេល្អពួកយើងមិនសម្លាប់ឯងទេប៉ុន្តែឯងត្រូវតែកត់ព្រះអង្គជាមួយនឹងយើងឲ្យព្រះអង្គកាត់ទោសឯងដោយផ្ទាល់តែយើងទៅវិញជាមួយយើងអរគុណពួកឯងហើយណែទីសានណែពួកអាភ្លើពីអ្នកឯងនេះឥឡូវនេះឲ្យពួកឯងដឹងថាមនុស្សល្អអត់មានផលល្អនោះទេប៉ុន្តែពេលដែលពួកឯងធ្លាក់ចុះទៅគឺលេងបែកគ្នាជារៀងរហូតហើយតៃសាន
កុំលេងដៃអសោះលីហូសុំទោសខុសមកពីបងបើកុំទៅជួយយ៉ាងហ្វាន់នោះកុំនាំទុកដល់អូនដែរ កុំយើងចឹងអីទេសានតែប្រពន្ធរបស់យើងចិត្តតែមួយគួរតែរួមសុខរួមទុក្ខជាមួយគ្នាបើសិនជាបងស្លាប់បាត់អូនរស់នៅមានន័យអីទៀត បាទហើយជេងឆាប់រំជួបបាយទៅឲ្យលឺឡើង ទេសានឆាប់បុកកាត់បាក់ហើយកាត់យ៉ាងម៉េចតោឲ្យជាប់កាត់ដាច់ហើយទេសានបងតោឲ្យជាប់ លីហួរអូនត្រូវថែរក្សាកូនរបស់យើងបានល្អ បងចង់ធ្វើស្អីនឹងទេសាន បងស្រឡាញ់អូន ទេសានលោកប្តី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  យ៉ាងហ្វានអាមនុស្សថោកទាបឯងនេះអត់ដែលរឆាន អាយ៉ានាងមានតែបន្ទោសថាខ្លួនឯងនេះល្ងងអត់មានអ្នកណាឲ្យនាងជឿយើងនោះទេ យើងត្រូវតែសងសឹកចុះទេសាន និយាយមិនដាច់ពីមាត់ថាសងសឹកតើនាងមានសមត្ថភាពដែរទេ